បានជួបមុខល្មមយើងកំពុងតែមានរឿងចង់សួរយើងឮថាអ្នកឯងនេះគឺជាប្រពន្ធចុងប្តីយើងឆ្ងល់ខ្លាំងណាស់ប្តីយើងប្រាក់ខែតែ300សោះឲ្យយើង250ហើយសល់ប្រមាណចាយបានប្រាក់ខែណាទៅចិញ្ចឹមប្រពន្ធចុងនេះជាអ្នកឯងនេះបានចាយហឺហាបែបនេះនោះប្រាប់យើងបន្តិចទៅមើលអ្នកឯងនេះមានសហាយផ្សេងក្រៅពីប្តីយើងទៅដឹងស្អីគេអ្នកបងគិតតែខ្ញុំនឹងចាយលុយអ្នកបងណាសុំឲ្យទៅទឹកត្រីម្ដងលុយ500ប្តីអ្នកបងមិនដែលឲ្យខ្ញុំផឹកក៏មកកំប៉ុងក៏មិនដែលឲ្យខ្ញុំដែរស៊ីបាយផ្ទះខ្ញុំរាល់ថ្ងៃអស់តែអង្គខ្ញុំពិបាកទៀតខ្ញុំយកប្តីអ្នកបងនេះដោយសារតែខ្ញុំទៅទំនេរតែប៉ុណ្ណោះបើមិនអញ្ចឹងទេខ្ញុំមិនយកទេថារឿងខ្ញុំមានសហាយមានអីនោះគឺជារឿងរបស់ខ្ញុំទេអ្នកបងកុំចេះមកថាប្តីអ្នកបងឲ្យតែល្អទៅមើលកូនលៀងចានមកកៅអៅឲ្យតែវាត្រង់ជួរទៅអត់កៅអៅឲ្យប្តីស្អាតស្អាតទៅយើងខ្ជិលណាកុំឲ្យកៅអៅនេះរញ៉េរញ៉ៃមកពិបាកយើងអត់ឲ្យយើងធុញណាស់យើងយកប្តីគេមែនតែយើងមានមនសិការត្រឹមត្រូវchứមិនចូលចិត្តបំរើអាណាទេវ៉ៃនឹងឯងនិយាយទៅសងហេតុផលប្តីយើងអត់កំណត់យ៉ាងនេះមានលុយណាទៅចិញ្ចឹមស្រីទៅហើយប៉ុន្តែយើងនៅតែវាមិនអស់ចិត្តបើប្តីយើងគ្មានលុយឲ្យផងហេតុអីបានជាទ្រាំធ្វើប្រពន្ធចុងប្តីយើងទៀតយើងនេះរាល់ថ្ងៃនេះនៅតែទ្រាំមិនចង់បានផងជាប្រពន្ធដើមចង់ទៅលេងក្បាលចោលម្ដងសុំណានឹងឯងនេះរូបរាងស្អាតប៉ុណ្ណឹងដែរមកយកប្តីយើងសោះបងមើលមកខ្ញុំមិនច្បាស់ទៅខ្ញុំស្អាតប៉ុណ្ណឹងដែរខ្ញុំមិនមែនចង់ធ្វើជាប្រពន្ធចុងគេទេតែធ្វើយ៉ាងម៉េចបើទំនាយទីថាខ្ញុំនេះយកប្តីខ្លួនឯងនេះវាមិនកើតទេគឺជាមនុស្សស្រីដែលស៊ីប្តីបានតែធ្វើប្រពន្ធចុងគេហ្នឹងចឹងហើយណាក៏បានរៀស័យប្រពន្ធដើមគេຕົកដែរបើមិនអញ្ចឹងទេប្តីអ្នកបងនេះស្លាប់ទៅក្រោមដៃខ្ញុំយូរហើយកំសត់ណាស់ជាតិនេះកើតមកមិនអាចយកប្តីខ្លួនឯងបានហើយនឹងអូនឯងនេះទៅទាយណាតែគេនិយាយបែបនេះនឹងអូនឯងប្រកាសហើយថាគ្រូនោះទាយឈុតនោះប្រយ័ត្នតែអាសាបងដោយសារតែគ្រូទាយទៅណែអ្នកបងខ្ញុំមិនដែលនិយាយប្រាប់អ្នកណាទេតែខ្ញុំប្រាប់អ្នកបងចាស់ទីពីឈុតខ្លាំងណាស់គ្រូសាខ្ញុំទាំងមូលសិតតែជឿជាក់លើគាត់ទាំងអស់នឹងឯងហើយរឿងនៃខ្ញុំទីរឿងប្តីគេនេះគឺខ្ញុំទេតាំងខ្ញុំនៅតូចម្លេះគាត់ទេថាជីវិតខ្ញុំនេះនឹងមកវល់រុងរឿងនៅពេលដែលខ្ញុំយកប្តីគេគ្រប់5ឆ្នាំឥឡូវនេះខ្ញុំយកប្តីអ្នកបងបាន2ឆ្នាំហើយខ្វះតែ3ឆ្នាំទៀតតែប៉ុណ្ណោះអ្នកបងអើយអ្នកបងត្រឹមបន្តិចទៅណាបើមិនទេមកជីវិតខ្ញុំវាបែបនេះខ្ញុំគ្រាន់តែសុំខ្ចីប្តីបង5ឆ្នាំតែប៉ុណ្ណោះបងកុំទៅខឹងប្តីឯងចាំខ្ញុំនេះឲ្យលុយបងថែមរាល់ខែនេះខ្ញុំតែងតែផ្ញើលុយឲ្យបងរាល់ដងតាមប្តីរបស់បងមិនដឹងទេឬអញ្ចឹងហើយបងកុំខឹងអីណាហើយជឿជាក់លើខ្ញុំទៅ3ឆ្នាំទៀតខ្ញុំជប់តាក់ទងប្តីអ្នកបងហើយនៅពេលដែលខ្ញុំនេះនឹងខ្លាចជាសេដ្ឋីជាអ្នកមានជាជំទាវនោះខ្ញុំនឹងយកបងទៅធ្វើជាអ្នកបម្រើដើម្បីឲ្យបងនេះរស់នៅបានសនុកសុខស្រួលជាងនេះអោប្អូនស្រីសម្លាញ់អើយបងលឺហើយពិតជាក្តុកក្តួលអួលដាំក៏អាណិតប្អូនស្រីខ្លាំងណាស់ប្អូនស្រីគិតថា3ឆ្នាំទៀតនឹងខ្លាចជាសេដ្ឋីអូយគិតវែងឆ្ងាយពេកហើយប្អូនគួរតែគិតបច្ចុប្បន្ននេះវិញគ្រូទីគ្រាន់តែទីតែប៉ុណ្ណោះតែគាត់មិនបានរស់នៅក្នុងជីវិតបច្ចុប្បន្នរបស់យើងទេហើយប្អូនមកយកប្តីបងនេះពិតជាខុសធ្ងន់ខ្លាំងណាស់បងនេះគួរតែនិយាយប្រាប់ប្អូនឬអត់ទេណោះប៉ុន្តែបងគ្រាន់តែមើលមុខប្អូននេះក៏ដឹងថាប្អូននេះបានឆ្លងទៅហើយអើយពិតជាគួរឲ្យអាណិតណាស់ប្រពន្ធចុងកំសត់អើយណែបងស្រីនិយាយឲ្យស្រួលបន្តិចណាខ្ញុំនិយាយជាមួយនឹងបងត្រឹមត្រូវមិនបានជាមកដាក់ទំនាយខ្ញុំបែបនេះហើយខ្ញុំឆ្លងស្អីទៅណែជីវិតខ្ញុំនេះកំពុងតែស្រស់បំប្រងសម្បើមណាស់ខ្ញុំគ្មានបានឆ្លងស្អីពីអ្នកណាទេរឿងមួយក៏ប្តីបងនេះកើតអីនិយាយប្រាប់ខ្ញុំណាខ្ញុំនេះពិតជាចង់ដឹងខ្លាំងណាស់តើ3ឆ្នាំទៀតជីវិតខ្ញុំនឹងទៅជាបែបណាបើសិនជាស្ដាប់បងនិយាយនេះពិតជាគួរឲ្យខ្លាចណាស់តែខ្ញុំដូចជាមិនសូវជឿសោះចង់ឲ្យជឿឬក៏មិនជឿនេះបងមិនខ្វល់ទេតែបងគ្រាន់តែចង់ប្រាប់ថាប្តីបងនេះគឺកើតអេដយូរហើយបងនឹងគេនេះកំពុងតែលេបថ្នាំដើម្បីពន្យាជីវិតតែប៉ុណ្ណោះឯងនេះរស់នៅជាមួយប្តីបង2ឆ្នាំហើយមិនដែលបានទៅជួសជុលមើលអីទេមើលទៅនេះជីវិតឯងប្រហែលជាចិត្តស្លាប់ហើយអញ្ចឹងតើมันជាស្លេកអញ្ចឹងណែប្តីបងគាត់មិនឯងហ៊ានប្រាប់រឿងនេះដល់ឯងទេខ្លាចថាឯងនេះមិនព្រមស្រឡាញ់គាត់យកគាត់ចឹងហើយបានជាគាត់លាក់បាំងនឹងឯងបងអាណិតទៅបានជាបងនេះប្រាប់ឯងនេះគួរតែឈៀងចូលទៅជួសជុលបន្តិចទៅដើម្បីចង់ដឹងថាវាកើតមែនឬក៏អត់ណែបងស្រីនិយាយជាការប៉ັດទេហើយជីវិតខ្ញុំឯងក៏កំសត់ម្លេះ3ឆ្នាំទៀតនឹងខ្លាចជាសេដ្ឋីនោះគ្រាន់តែទាយហើយអញ្ចឹងតើបានជាមករយៈចុងក្រោយផាជាកន្លះឆ្នាំនេះខ្ញុំចេះតែមិនស្រួលខ្លួនខ្ញុំនេះក៏មិនបានឈៀងទៅពេទ្យដែរមិនបានចុះឈាមមើលអីទាំងអស់គិតតែខ្លួនឯងនេះសុខភាពតន់ខ្សោយមិនស្មានតែឆ្លងអេដសោះអើយជីវិតខ្ញុំហើយមិនបានខ្លាចជាសេដ្ឋីបែរជាឆ្លងអេដដោយសារតែប្តីគេទៅវិញ
ហេតុអីបានជាខ្ញុំនេះជាគ្រូទាយងប់ងល់យ៉ាងនេះជីវិតខ្ញុំពិតជាកំសត់ណាស់